ការវិនៅទៅខ្ញុំជាក្មេងម្នាក់ដែលខ្វល់ច្រើនពីកសែភ្នែកអ្នកដទៃហើយខ្លាចគេទៀតបាទ insecure ភាសាក្នុងការតំណាក់តំណងរបស់ខ្ញុំអ្នកដទៃគេមើលមកគេដឹងហ្មងថាអានេះអត់ចេះនិយាយទេបាទសំដីវាអត់សូវមានតម្លៃប្រហែលទេនិយាយទៅរៀងលាក់រៀងទប់បាទចង់បានអីក៏មិននិយាយត្រង់មានអារម្មណ៍ថានិយាយអត់មានទំនុកចិត្តណានិយាយទៅខ្លាចតែគេយល់ច្រឡំឬក៏ខ្លាចតាគេថាចេះថាចោះអ្នកទាំងអស់គ្នាដែលឆ្ងល់ថាហេតុអ្វីបានជាមនុស្សមួយចំនួនពួកគាត់ប្រកែកក្នុងការបង្ហាញនៅអារម្មណ៍របស់ពួកគាត់តាមភាសាម៉េះគាត់មិនបានជាពូកែនិយាយជាមួយនឹងមនុស្សម្លេះដល់យើងគ្នាវិញអត់ដឹងថាចាប់ផ្ដើមពីកន្លែងណាទៅណាបាទមិនទាំងប្រកាសចិត្តទៀតថានិយាយជាមួយគេទៅគេនិយាយជាមួយវិញបាទពេលខ្លះខ្លាចតែនិយាយទៅគេទៅគេអត់និយាយមកវិញណាគិតសពទៅខ្ញុំតែណាគេនៅសុកទៅនិយាយមួយគេមិនទេវិញអ្នកនរគ្នាអាចជួបបញ្ហានេះអត់បើទោះបីជាមិនដែលជួបជាមួយនឹងខ្លួនឯងក៏ខ្ញុំជឿថាប្រកាសជាធ្លាប់ឃើញវាកើតឡើងទៅលើមនុស្សណាម្នាក់ដែលនៅក្បែរយើងនៅក្នុងវីដេអូនេះបាទយើងនឹងទៅមើលខ្សែជីវិតរបស់ខ្ញុំខ្លួនឯងផ្ទាល់ថាម៉េចបានជាពីក្មេងខ្លាចគេមិនហ៊ានបញ្ចេញអារម្មណ៍ដល់តែធំទៅបែរទៅជាខ្លាចជាអ្នកបង្កើតនូវមាតិកានិយាយបែកអូហូស្ទឹងទៅវិញបញ្ជាក់ដែរខ្ញុំសូមមិនតាំងនាមជាអ្នកឯកទេសផ្នែកទំនាក់ទំនងអីទេហើយក៏មិនទៅអង្គុយកុហកអ្នកទាំងអស់គ្នា10នាទីថាមានរូបមន្តទេវតាធ្វើឲ្យអ្នកទាំងអស់គ្នានិយាយបែកពពុះមកដែរអានេះវាគ្រាន់តែជាការនិយាយដើមខ្លួនឯងដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងហើយអាចយកវាទៅធ្វើជា case study វិភាគពិចារណាដើម្បីកំសាន្តសាច់ដុំខួររបស់ខ្លួនឯងតែប៉ុណ្្នឹងទេតោះឥឡូវយើងទៅមើលសាច់រឿងរបស់ក្មេងតូចដែលធ្លាប់ជា introvert ផងបាទ extrovert ផង pervert ផងតាមពិតទៅតាំងពីក្មេងបាទនៅទូច 5-6 ឆ្នាំគឺខ្ញុំប្រកែកនិយាយកាលនៅពីក្មេងហ្នឹងនិយាយអីក៏និយាយទៅអត់មានអ្នកណាគេខ្វល់ទេបាទចាស់ថាខ្ជូតទៀតតែដល់តែយើងធំទៅម្ដងតិចភាសាច្បាប់ទម្លាប់បាទក្នុងការនិយាយក៏វាចាប់ផ្ដើមមានសម្រាប់ពួកយើងអត់អាចនិយាយលេះលោះដោយពីក្មេងបានទេហើយតែសំខាន់ជាងនេះទៅទៀតច្បាប់ទម្លាប់ក្នុងការនិយាយរបស់គ្រួសារខ្ញុំហ្នឹងគឺតឹងរឹងមែនតើការបង្ហាញអារម្មណ៍នេះក៏មិនសូវជាមានទៀតអ្នកទាំងអស់គ្នាសាកសម័យទៅអ្នកទាំងអស់គ្នានឹងឃើញហើយបាទបរិយាកាសនៅក្នុងផ្ទះរបស់ខ្ញុំនេះគឺពិបាកមែនតើសម្រាប់ការអភិវឌ្ឍសមត្ថភាពទំនាក់ទំនងព្រោះអត់មានអ្នកណានិយាយជាមួយពិបាកបញ្ចេញអារម្មណ៍ហើយទីតាំងកន្លែងរស់នៅការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់ខ្ញុំក៏មិនអំណោយផលទៅដល់ការអភិវឌ្ឍទំនាក់ទំនងទៀតបាទម៉ាក់ខ្ញុំស្រឡាញ់កូនខ្លាំងអញ្ចឹងសុវត្ថិភាពរបស់កូនសំខាន់ខ្លាំងតាំងពីតូចរហូតដល់វ័យជំទង់ខ្ញុំស្គាល់តែផ្ទះហើយនឹងសាលាទេនៅផ្ទះអត់មានអ្នកនិយាយជាមួយហើយទៅសាលាហ្នឹងគឺដឹងតែពីរៀនចាប់មកផ្ទះបាទមានគេទៅចាំយកស្រាប់នៅលេងជាមួយក្មេងៗផ្សេងទៀតអត់បានទេបើខ្លាចលពឹសដៃវាយគ្នាបងតូចបងធំអីចឹងណាបាទម៉ាក់ប៉ានេះក៏រវល់មិនអាចនាំកូនចូលសង្គមដើរមើលគេមើលឯងហើយសាលារៀននេះក៏ខ្ញុំនៅមិនបានយូរឲ្យខ្ញុំនេះសូស្រឡាយគ្រប់គ្រាន់ហើយផ្ទះនេះក៏មិនអំណោយផលទៅដល់ការទំនាក់ទំនងទៀតអញ្ចឹងទំនាក់ទំនងក្នុងសង្គមរបស់ខ្ញុំហ្នឹងគឺវាត្រូវបានកាត់ផ្ដាច់អស់ហើយឱកាសក្នុងការធ្វើសង្គមគិច្ចនិងអភិវឌ្ឍសមត្ថភាពទំនាក់ទំនងហ្នឹងវាមានរនាំងឧបសគ្គ lack of social involvement បាទបើកវងកញ្ចក់បន្តិចសិនបាទមុននឹងអ្នកទាំងអស់គ្នាធ្វើការវាយប្រហារអាណាព្យាបាលខ្លួនឯងឬក៏កូនខ្លួនឯងកន្លែងនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ថាបាទគ្មានអ្នកណាគេខុសគ្មានអ្នកណាគេត្រូវទេក្នុងសាច់រឿងនេះត្រូវពិចារណាឲ្យមែនទែនណាយើងអត់អាចបន្ទោសក្មេងថាដោយសារតែពួកគាត់មិនព្យាយាមខ្លួនឯងហើយក៏មិនអាចបន្ទោសអាណាព្យាបាលថាពួកគាត់នេះមិនយកចិត្តទុកដាក់ទេព្រោះថាភាគីទាំងសងខាងគឺមាននៅហេតុផលដែលជំរុញទៅឲ្យរឿងនោះវាកើតឡើងរៀងខ្លួនខ្ញុំអត់បន្ទោសម៉ាក់ប៉ាខ្ញុំទេព្រោះបើគាត់មិនទៅរលុយគាត់បានអីមកចិញ្ចឹមកូនគាត់អត់មានពេលនៅក្បែរកូនបើបដ ாய் ឲ្យកូនទៅដើរលេងរហូតបាទមានគ្រោះថ្នាក់ទៅស្ដាយក្រោយប៉ុណ្ណាអាហ្នឹងយើងត្រូវតែគិតពី perspective របស់ពួកគាត់ចឹងនេះសម្រាប់កូនយកទៅពិចារណាហើយសម្រាប់អាណាព្យាបាលវិញក្មេងគេថាដូចกระดาษសអញ្ចឹងគឺទៅទេស្អាតអត់មានបទពិសោធន៍ទេអត់មានអ្វីនៅក្នុងខ្លួនទាំងអស់បាទសូម្បីតែការពារខ្លួនហ្នឹងក៏អត់បានផងអញ្ចឹងវត្តមានរបស់យើងនៅក្នុងជីវិតដំបូងរបស់គាត់ហ្នឹងគឺសំខាន់ណាស់បាទតម្រាំតែគាត់មានបទពិសោធន៍គ្រប់គ្រាន់អាចស្វែងរកនៅការរីកចម្រើនដោយខ្លួនឯងបានស្ថានភាពយ៉ាងម៉េចក៏ដោយបាទក្មេងគាត់អត់អាចរៀបគម្រោងទៅចំណាយពេលជាមួយនឹងយើងបានទេបាទមានតែយើងមនុស្សធំទេដែលអាចរៀបគម្រោងទៅចំណាយពេលជាមួយពួកគាត់បានត្រឡប់ទៅសាច់រឿងយើងវិញឃើញថាចាប់ផ្ដើមមក early game នេះរៀងរោគប្រាក់បន្តិចហើយបាទ enemy វាយខ្ទប់បើចូលដំណាក់កាលទី2បាទមកដល់វ័យជំទង់មកដល់ដំណាក់កាលនេះបាទយើងធំគ្រាន់បើហើយអាចដើរហោះហើរខ្លួនឯងបានខ្លះហើយប៉ុន្តែវាជាអកុសល
បាទមកដល់វ័យដែលអាចដើរហោះហើរខ្លួនឯងបានវាបែរជាជួបបញ្ហាមួយទៀតគឺ technology advancement បច្ចេកវិទ្យារីកចម្រើនបាទនៅពីក្មេងចង់ដើរលេងក្រៅបាទតែអត់មានអ្នកនាំទៅហើយដល់វ័យដើរលេងត្រូវចូលសង្គមអា smart device នេះវាចាប់ផ្ដើមវាយលុកពេញទីផ្សារការនៅវ័យជំទង់ណាអារៀបនឹងពេញវ័យខ្ញុំ iPad 1 iPhone 5 1បាទលេងចេញក្រៅផ្ទះបដ ாய் នៅផ្ទះនេះឲ្យសុបាយបាទ comfort រហូតដល់ថ្នាក់ថាមិត្តភ័ក្ដិហៅទៅហាងកាហ្វេបាទទៅយកគេដាក់ហាងកាហ្វេឲ្យខ្លួនឯងនេះជិះមកផ្ទះវិញបរិយាកាសនៅហាងក្រៅមើលទៅដូចជាមិន comfortable ទេមើលទៅវាបាទអត់ដែរចូលហាងកាហ្វេខ្លាចគេបាទវាមិនសូវសុវត្ថិភាពចំពោះយើងអ្នកដំបងដែលមិនដែរចូលអញ្ចឹងណាបើអត់ដែរចូលសង្គមផងអត់ដឹងថាគេ order drink យ៉ាងម៉េចបាទអត់ដឹងថាទៅអង្គុយអីយ៉ាងម៉េចអត់ចេះសង្គមមកកិច្ចបាទសូម្បីរឿងធម្មតាអញ្ចឹងក៏អត់ដឹងថាគេធ្វើមិនដែរទៅផ្ទះអង្គុយលេងហ្គេមទៅមិនល្អជាង comfort zone របស់យើងបាទអត់ចាំបាច់ថាខ្លាចត្រូវខ្មាស់ណាគេទេមិនចាំបាច់ត្រូវប្រឈមមុខជាមួយបទពិសោធន៍ថ្មីស្ថានភាពថ្មីអីទេបាទគ្មានលើកទី1ទេអាហ្នឹងនៅកន្លែងដែលសុវត្ថិភាពអញ្ចឹងបាទឃើញទេកាលពីសម័យបងសម័យពូសម័យមីងយើងពួកគាត់មានកត្តាជំរុញឲ្យពួកគាត់ហ្នឹងធ្វើទំនាក់ទំនងក្នុងសង្គមដល់វ័យជំទង់អាចដើរបានអញ្ចឹងអបសុខគឺដើរលេងមានគ្នាអញ្ចឹងតែប៉ុន្តែមកដល់វេនខ្ញុំនេះអាកត្តាជំរុញហ្នឹងវាបាត់បង់អស់បាទវាបាត់បង់អស់អបសុខលេងទូរស័ព្ទនៅផ្ទះតែមិនចាំបាច់ទៅទំនាក់ទំនងជាមួយអ្នកណាទេមកដល់វ័យនេះក៏បាត់បង់នៅឱកាសក្នុងការរៀនទំនាក់ទំនងទៀតវាដូច chain reaction អញ្ចឹងណារឿងមួយជំរុញឲ្យរឿងមួយទៀតកើតឡើងហើយរឿងមួយទៀតក៏វិវត្តទៅជារឿងមួយទៀតហើយអ្វីដែលសំខាន់នឹងគឺនៅក្នុងកលៈទេសៈហ្នឹងយើងមិនបានរៀនមិនបានយល់ដឹងពីបញ្ហាហ្នឹងទេបាទសូម្បីតែអាណាព្យាបាលរបស់យើងក៏គាត់មិនចាប់អារម្មណ៍ពីបញ្ហាទាំងអស់ហ្នឹងដែរដល់អញ្ចឹងយើងអត់ដឹងថាខ្លួនឯងនេះវាកើតអីទេបាទអត់ដឹងថាត្រូវកែប្រែខ្លួនឯងហ្នឹងយ៉ាងណាទេអត់ទាំងដឹងថាខ្លួនឯងហ្នឹងមានបញ្ហាទៀតហ្នឹងណាអញ្ចឹងបញ្ហាក្នុងដំណាក់កាលទី2នេះគឺលេងមកពីកង្វះខាតឱកាសក្នុងការធ្វើសង្គមគិច្ចនិងការទំនាក់ទំនងទៀតហើយវាមកពីការដែលយើងជ្រើសរើសកិច្ចវេះពីសង្គមហើយជ្រើសរើស comfort zone ជំនួសមកវិញចុះអានេះគឺជាដំណាក់កាលទី2អ្នកនរគ្នាត្រូវចាំតតែយើងដឹងថាយើងមានបញ្ហាទើបយើងអាចដោះស្រាយបញ្ហាបានហើយគ្មានអ្វីអាចបង្រៀនយើងពីបញ្ហាជាងការអានសៀវភៅទេបាទសៀវភៅគឺជាបណ្ដុំនៃមេរៀនជីវិតល្អៗជាច្រើនដែលសុទ្ធតែចេញពីខួរក្បាលមនុស្សដែលមានសក្តានុពលជាងការអានគឺជាការចាំបាច់មែនទែនដើម្បីរីកចម្រើនចំពោះអ្នកទាំងអស់គ្នាដែលចង់អានសៀវភៅដើម្បីអភិវឌ្ឍខ្លួនឯងពួកយើងអាចជួយណែនាំសៀវភៅដល់អ្នកទាំងអស់គ្នាបានហើយកុំភ្លេចពួកយើងក៏មានសៀវភៅលក់ដូចគ្នាដែរបាទបើសិនជាចង់គ្រប់គ្រងក្រអ្នកទាំងអស់គ្នាអាចទិញសៀវភៅយកទៅអានដើម្បីអភិវឌ្ឍខ្លួនឯងបានត្រឡប់ទៅសាច់រឿងយើងវិញដំណាក់កាលទី3បាទមកដល់ពេញវ័យពេញកម្លាំងស្ថានភាពគឺវាខុសពីដំណាក់កាលទី2ព្រោះយើងជាមនុស្សធំពេញសិទ្ធហើយមិនមែនក្រុមបន្ទុកឪពុកម្ដាយទៀតទេបាទខ្ញុំចាប់ផ្ដើមចូលធ្វើការដំបូងដូចខ្ញុំធ្លាប់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំចូលធ្វើការដំបូងឡើងយំព្រោះអត់ដែរមានទំនាក់ទំនងក្នុងសង្គមបែបនេះទេបាទអត់ដែរនិយាយជាមួយមនុស្សក្នុងទម្រង់សាច់ការបែបនេះទេប៉ុន្តែស្ថានភាពបែបនេះហើយគឺជាអ្នកបង្វឹកបង្ហាត់សមត្ថភាពក្នុងការទំនាក់ទំនងរបស់ខ្ញុំបាទកាលពីតូចខ្ញុំអត់អាចរៀនពីការទំនាក់ទំនងបានដោយសារតែមានរនាំងឧបសគ្គហើយដល់វ័យជំទង់ខ្ញុំជ្រើសរើស comfort zone មិនព្រមធ្វើការអភិវឌ្ឍជំនាញនៅក្នុងការទំនាក់ទំនងរបស់ខ្ញុំតែដល់ពេញវ័យបាទត្រូវបំពេញកាតព្វកិច្ចចិញ្ចឹមខ្លួនឯងបាទអត់អាចរត់រួចទេត្រូវតែនិយាយតាក់ទងជាមួយនឹងមនុស្សបាទតាក់ទងជាមួយនឹងគេជាមួយនឹងឯងអាហ្នឹងគឺជាកត្តាជំរុញរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំអភិវឌ្ឍនៅទំនាក់ទំនងក្នុងសង្គមនៅក្នុងដំណាក់កាលទី3ហ្នឹងបាទហើយខ្ញុំធ្វើជាអ្នកលក់ទៀតបាទ salesman អញ្ចឹងរស់ដោយសារតែនិយាយនឹងឯងឲ្យតតែមានកត្តាជំរុញទាំងអស់នេះហើយបានវាធ្វើឲ្យខ្ញុំនេះចេះភាសាទំនាក់ទំនងមកដល់ឥឡូវហ្នឹងបាទហើយដំណាក់កាលទី3ដែលខ្ញុំចាប់ផ្ដើមអភិវឌ្ឍនៅជំនាញទំនាក់ទំនងនេះក៏មិនមែនតែមួយថ្ងៃពីរដែរបាទវាគឺជា journey ណាដំណើរផ្សងព្រេងយ៉ាងយូរអន្លាយបាទមិនមែនផឹកថ្នាំពេលយប់ហើយក្រោកឡើងមកក៏ចេះនិយាយទេនៅក្នុងដំណើរយ៉ាងយូរនេះបាទខ្ញុំទទួលបានឱកាសជាច្រើនដែលបានបង្រៀនខ្ញុំហើយខ្ញុំក៏ជឿថាអ្នកទាំងអស់គ្នាប្រហែលជាស្ថិតនៅក្នុងដំណាក់កាលនេះឯងមិនចេះនិយាយទេតែនិយាយវាមិនទាន់បានស្ទាត់អញ្ចឹងកុំគិតថាខ្លួនឯងនេះមិនចេះភាសាទំនាក់ទំនងបាទមិនហ៊ាននិយាយមួយគេតែត្រូវចាំវិញថាយើងកំពុងតែរៀននៅមុខវិជ្ជានឹងរាល់ថ្ងៃបាទមិនមែនតតែជំនាញខាងនិយាយហើយបានយើងទៅនិយាយជាមួយគេទេបាទវាជារឿងត្រឡប់មកវិញដែរតតែយើងទៅអាសានិយាយជាមួយនឹងគេបានយើងមានជំនាញខាងនិយាយអញ្ចឹងសរុប case study នេះមកវិញអ្នកទាំងអស់គ្នាគិតមិនដែរ
មូលហេតុអ្វីបានធ្វើឲ្យមនុស្សម្នាក់ហ្នឹងគាត់ខ្សោយការទំនាក់ទំនងបាទអាចខមមិននៅខាងក្រោមវីដេអូនេះបានសម្រាប់សាច់រឿងបញ្ហារបស់ខ្ញុំនោះគឺទី1វាមកពីកង្វះនៃឱកាសក្នុងការទំនាក់ទំនងនៅក្នុងសង្គមតាំងពីក្មេងវារៀលដាលរហូតទៅដល់វ័យជំទង់របស់ខ្ញុំដែលវាធ្វើឲ្យខ្ញុំនេះមានបញ្ហាទី2គឺខ្លាចសង្គមខាងក្រៅហើយជ្រើសរើសរស់នៅក្នុង comfort zone ខ្លួនឯងប៉ុន្តែរាល់បញ្ហាគឺតែងតែមាននៅដំណោះស្រាយសមត្ថភាពក្នុងការទំនាក់ទំនងដ៏ខ្សោយរបស់ខ្ញុំត្រូវបានអភិវឌ្ឍឡើងម្ដងតិចបាទដោយសារតែកត្តាជំរុញខ្ញុំបានរុញច្រានខ្លួនឯងឲ្យចូលទៅក្នុងបរិយាកាសមួយដែលតម្រូវឲ្យខ្ញុំត្រូវតែអភិវឌ្ឍនៅសមត្ថភាពក្នុងការទំនាក់ទំនងនេះក៏ដូចគ្នាដែរសាច់រឿងអ្នកទាំងអស់គ្នាខ្ញុំអត់ដឹងថាយ៉ាងម៉េចទេតែបើសិនជាចូលមើលវីដេអូនេះគឺខ្ញុំជឿថាសុទ្ធតែចង់អភិវឌ្ឍនៅសមត្ថភាពក្នុងការទំនាក់ទំនងហើយបញ្ហាមកពីអីបានជាអ្នកទាំងអស់គ្នាមិនសូវប្រកែកនិយាយអានឹងខ្ញុំអត់ដឹងទេតែខ្ញុំដឹងថាដើម្បីដោះស្រាយនៅការមិនសូវចេះនិយាយនេះគឺអ្នកទាំងអស់គ្នាត្រូវតែជំរុញខ្លួនឯងឲ្យនិយាយឲ្យបានច្រើនជំរុញខ្លួនឯងឲ្យចេញពី comfort zone ហើយប្រឈមជាមួយនឹងភាពភ័យខ្លាចក្នុងការនិយាយជាមួយមនុស្សមានតែបែបនេះទេទើបយើងអាចប្រកែកនិយាយបានបាទអត់មានថ្នាំលេបឬក៏រូបមន្តណាដែលយើងធ្វើឲ្យចេះនិយាយទេបាទនិយាយមុនបានប្រកែកនិយាយតាមក្រោយបាទមិនមែនប្រកែកនិយាយហើយចាំនិយាយទេចោះសួរថាសម្រាប់អ្នកដែលកំពុងតែព្យាយាមចេញពី comfort zone ហើយកំពុងតែព្យាយាមអភិវឌ្ឍសមត្ថភាពក្នុងការនិយាយក្នុងការទំនាក់ទំនងតើពួកគាត់អាចធ្វើអ្វីបានខ្លះដើម្បីអភិវឌ្ឍឲ្យបានល្អជាងនេះខ្ញុំអត់មានតិចនិចបាទឈរនិយាយមុខកញ្ចក់ឬក៏តន្ទិញប្រយោងវិញ្ញាសាអីទេការផ្លាស់ប្ដូររបស់ខ្ញុំមួយចំណែកធំគឺដោយសារតែការផ្លាស់ប្ដូរនៅផ្នត់គំនិតទៅវិញទេបាទអញ្ចឹងបើឲ្យសួរថាមានតិចនិចអត់ខ្ញុំអត់មានទេតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការផ្លាស់ប្ដូរនៅផ្នត់គំនិតរបស់អ្នកទាំងអស់គ្នាវិញឲ្យតែអ្នកទាំងអស់គ្នាផ្លាស់ប្ដូរនៅការគិតពាក់ព័ន្ធជាមួយនឹងការនិយាយខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងហ៊ានធ្វើការទំនាក់ទំនងច្រើនជាងមុនអញ្ចឹងអានេះគឺជាផ្នត់គំនិត3ដែលខ្ញុំជឿថាវាអាចនឹងជួយអ្នកទាំងអស់គ្នាក្នុងការ encourage ឲ្យអ្នកទាំងអស់គ្នានិយាយឲ្យបានច្រើនជាងមុនរឿងទី1 increase your self esteem ផ្ដល់តម្លៃឲ្យខ្លួនឯងតាមការសង្កេតរបស់ខ្ញុំណាសមត្ថភាពក្នុងការទំនាក់ទំនងរបស់ខ្ញុំខ្លួនឯងផ្ទាល់ចាប់ផ្ដើមរីកចម្រើននៅពេលដែលខ្ញុំផ្ដល់តម្លៃឲ្យខ្លួនឯងមនុស្សដូចគ្នាមានសិទ្ធិក្នុងការនិយាយដូចគ្នាយើងមិនមែនសម្រាមណាមកគ្រាន់តែសួរគេថាបងហូបបាយនៅមានអីទៅទាស់ខុសមានអីទៅខូចខាតកាលពីមុនឲ្យតែមានអារម្មណ៍ថាគេគ្រាន់បើជាងខ្ញុំអត់ហ៊ាននិយាយជាមួយគេទេបាទខ្លាចបើនិយាយទៅក៏វារដាក់រដប់ដែរបាទមានអារម្មណ៍ថាដូចជាមានសម្ពាធតែដល់ពេលដែលផ្ដល់តម្លៃឲ្យខ្លួនឯងបាទគិតសពទៅអញក៏អត់ម្លេះបើគាត់តែនិយាយជាមួយមនុស្សដូចគ្នាសោះធ្វើដូចជាឈោកគេមិនដាល់បាទអ្នកទាំងអស់គ្នាគិតមើលអ្នកទាំងអស់គ្នាអន់ជាងគេមិនមែនបានជាពេលដែលយើងនិយាយឲ្យគេអត់ភ័យផងឲ្យយើងភ័យអត់ផ្ដល់តម្លៃឲ្យខ្លួនឯងទេបើវងកញ្ចក់ដែរបាទមិនមែនឲ្យផ្ដល់តម្លៃឲ្យខ្លួនឯងហើយបន្ទាបតម្លៃគេទេណាមិនមែនប្រាប់ថាឲ្យនិយាយឲ្យស្មើភាពជាមួយគេបែរជាទៅមិនគោរពគេវិញតែចាំថាការគោរពហើយនឹងការខ្លាចរអាគឺវាខុសគ្នាបាទពួកយើងប្រាប់ឲ្យផ្ដល់តម្លៃឲ្យខ្លួនឯងគឺដើម្បីក្នុងគោលបំណងកុំឲ្យខ្លាចគេបាទមិនមែននៅក្នុងគោលបំណងឲ្យអ្នកទាំងអស់គ្នាក៏អឺតក៏ទោមមិនគោរពគេទេអញ្ចឹងអានេះគឺជារឿងទី1បាទផ្ដល់តម្លៃឲ្យខ្លួនឯងបាទយើងក៏ជាមនុស្សដែរមានសិទ្ធិក្នុងការនិយាយជាមួយនឹងមនុស្សដូចគ្នារឿងទី2 Don't take everything too personal កុំយកដាក់ខ្លួនពេកពីមុនខ្ញុំខ្លាចមិនហ៊ាននិយាយជាមួយគេដោយសារតែរឿងមួយគឺខ្លាចនិយាយទៅគេមិនឆ្លើយតបមកវិញឬក៏និយាយទៅគេទុកសម្លេងយើងដូចជាខ្យល់អញ្ចឹងណាបាទអានេះខ្ញុំអាចធានាជូនអ្នកទាំងអស់គ្នាបានបើសិនជាអ្វីដែលយើងនិយាយវាមានតម្លៃសមស្របជាមួយនឹងប្រធានបទឬក៏ស្ថានភាពគេមិនដែលអត់ reply ទេកុំឲ្យតានិយាយរឿងកោហើយយើងយកប្រធានបទកបីទៅលូកជាមួយគេអាហ្នឹងបានគេ ignore អានេះក៏ជាកំហុសមួយដែររបស់ខ្ញុំដែលការដែលខ្ញុំមិនសូវចេះនិយាយឲ្យតែឃើញគេនិយាយបាទហើយយើងនេះនៅក្នុងវងនៅក្នុងក្រុមជាមួយនឹងគេដែរបើយើងអត់និយាយអីសោះមើលទៅវាដូចជាយើងនេះយើងចាញ់ច្រាបគេមើលទៅរិះគន់តម្លៃយើងនៅក្នុងក្រុមហ្នឹងគឺវាដូចជាតិចជាងគេអញ្ចឹងណាអញ្ចឹងក៏ចេះតែចង់លូកមាត់ទៅនិយាយឲ្យតែបាននិយាយឲ្យតែគេដឹងថាយើងបានបញ្ចេញដែរអញ្ចឹងណាដល់តែនិយាយឲ្យតែបាននិយាយសាច់ការហ្នឹងក៏វាអស់ហើយវាទៅជាសាច់កាប់ហើយបាទអញ្ចឹងគេ ignore គេអត់ខ្វល់និយាយតែគ្នាគេទៅបាទហើយចាប់ផ្ដើមយកដាក់ខ្លួនណាមកពីអញអត់ដឹងមកពីគេមិនចូលចិត្តអញដឹងបាទសម្រស់មិនសូវស្អាតគេមិនចង់និយាយជាមួយដឹងយូរទៅលេងហ៊ាននិយាយមួយគេវាខ្លាចនិយាយទៅគេអត់និយាយរកវិញបាទអញ្ចឹងត្រូវបដូរនៅផ្នត់គំនិតនេះមកវិញកុំគិតថា
ការដែលគេមិននិយាយរោនេះគឺជាការវាយប្រហារមកលើខ្លួនឯងពេកវាមិនមែនគេមិននិយាយគេមិនតបមួយយើងនេះវាធ្វើឲ្យតម្លៃខ្លួនរបស់យើងវាធ្លាក់ចុះទេហើយបើទោះបីជាពួកគាត់នេះមានចេតនាមិនឆ្លើយតបជាមួយនឹងពួកយើងក៏វាមិនទៅទាស់ខកខូចខាតអីគាត់មិនឆ្លើយតបជាមួយនឹងយើងមិនបានធ្វើឲ្យយើងខ្លាចទៅជាសត្វតឡនតណែណាយើងនៅតែជាយើងមានតែជាប់បណ្ដាសាខ្លាចទៅជាមនុស្សអន់អីមកពីណាចម្លែកវិញដែរបើសិនជាយើងទៅសួរគាត់ថាបងហូបបាយនៅបើឲ្យគាត់ធ្វើខ្មើតមិនឆ្លើយជាមួយយើងតែយីមិនហើយអត់អីណាហើយយើងនៅស្រឡាញ់គ្នាដូចដើមដែរបាទត្រឡប់មកវិញបាទរឿងទី2កុំយកដាក់ខ្លួនពេកធម្មតាទេយើងនិយាយជាមួយមនុស្សគាត់ចង់ឆ្លើយមិនចង់ឆ្លើយអានឹងរឿងរបស់គាត់ដែរបើគាត់មិនតបអានឹងបញ្ហារបស់គាត់ទេវាអត់មានជាបន្ទុកអីសម្រាប់យើងសម្រាប់ប្រាប់រងទេបើកវងកញ្ចក់កន្លែងនេះបន្តិចដែរស្គាល់តម្លៃខ្លួនឯងសំខាន់ណាស់ភាគច្រើនរឿងដែលពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តគឺតែងតែកើតឡើងដោយសារតែមិនស្គាល់តម្លៃខ្លួនឯងបាទយូរទៅតម្លៃរបស់យើងនេះវាទៅនៅលើមាត់របស់អ្នកដទៃបាទគេថាយើងក្រយើងនេះដេកកើតទុកជាមួយនឹងពាក្យគេហ่ะបាទទាំងដែលជាក់ស្ដែងទៅមានបាយ3ពេលមានផ្ទះនៅមានគ្រួសារមើលទៅដូចជាមិនសូវក្រទេអូបើខ្ញុំវិញគេថាខ្ញុំឈួតខ្ញុំអត់ភ័យទេបាទជាក់ស្ដែងទៅខ្ញុំអត់ឈួតផងរឿងទី3 speak with clear intention ទំនាក់ទំនងដោយមានបំណងច្បាស់លាស់អ្វីដែលធ្វើឲ្យខ្ញុំពិបាកជាងគេក្នុងការទំនាក់ទំនងការពីមុននោះគឺក្នុងចិត្តតែងតែគិតថាតើអ្នកដទៃគេគិតមកលើយើងបែបម៉េចបាទក្នុងចិត្តនេះវាតែងតែគិតជានិច្ចថាតើខ្ញុំត្រូវនិយាយមួយគេបែបម៉េចនិយាយអញ្ចឹងទៅគេវាតម្លៃថាខ្ញុំចេះចោះអត់ធ្វើម៉េចបាននិយាយទៅគេសើចបាទនិយាយទៅគេគិតថាឆ្លាតមិនល្ងងទាំងអស់នេះហើយដែលធ្វើឲ្យយើងពិបាកក្នុងការបង្ហាញអារម្មណ៍ដោយស្មោះត្រង់របស់យើងតែពិតទៅភាពភ័យខ្លាចក្នុងការទំនាក់ទំនងរបស់អ្នកទាំងអស់គ្នាគឺកើតឡើងដោយសារតែយើងព្យាយាមចង់ឲ្យដៃគូម្ខាងទៀតនោះមានគំនិតវិជ្ជមានមកលើយើងនិយាយទៅចង់ឲ្យគេដឹងថាយើងឆ្លាតនិយាយទៅចង់ឲ្យគេមើលឃើញយើងក្នុងផ្លូវវិជ្ជមានបាទមិនចង់ឲ្យគេវាយតម្លៃយើងអញ្ចឹងទៅហើយបញ្ហាហ្នឹងមែនតើទៅក៏វានៅតែជាបញ្ហាដែរសម្រាប់ខ្ញុំនៅក្នុងពេលឥឡូវនេះណាបាទខ្ញុំឲ្យឧទាហរណ៍អ្នកទាំងអស់គ្នាមើលកាលពីឆ្នាំ2025ខ្ញុំស្រឡាញ់មនុស្សស្រីម្នាក់អត់លួចស្រឡាញ់ទេណាបាទខ្ញុំស្រឡាញ់មើលគីឡូ admin ផងបាទគេសារភាពត្រង់ការទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងគាត់គឺខ្ញុំព្យាយាមពេកព្យាយាមឲ្យគាត់មើលមកខ្ញុំក្នុងផ្លូវល្អពេក like why you trying so hard bro ដល់អញ្ចឹងទៅវាធ្វើឲ្យអាពាក្យពេចន៍ក្នុងការនិយាយស្ដីវាស្ដាប់ទៅ fake សូម្បីតែការបង្ហាញនៅក្តីបារម្ភក្តីស្រឡាញ់ក៏មើលទៅវាដូចជា why you trying so hard man បាទហើយជាគាត់ខ្លាចហើយបានជាគាត់ធ្វើពហិការមិនទទួលយកក្តីស្រឡាញ់ពីខ្ញុំណាហើយថ្មីនេះក៏អញ្ចឹងដែរបាទមួយខែពីរខែមុនហ្នឹងកាលហ្នឹង admin មានស្នេហាប៉ុន្តែមិនដឹងថាយ៉ាងម៉េចទេខ្លាចហ្មងលើកមុនព្យាយាមឲ្យមនុស្សស្រីម្នាក់មើលយើងក្នុងផ្លូវល្អខ្លាំងពេកអញ្ចឹងលើកនេះរៀនពីកំហុសលើកមុនចាប់ផ្ដើមធ្វើជាបុរសមិនខ្វល់ម្ដងហើយគេហៅថា nonchalant ណាតែប្រហែលជាឈុតឆាកសម្ដែងនេះវាត្រង់ទ្រីធំពេកយ៉ាងបានជាខាងស្រីនោះគាត់អស់ចិត្តហើយខ្ញុំព្យាយាមបង្ហាញនៅអាកប្បកិរិយាអត់ខ្វល់ខ្លាំងពេកបាទដល់អញ្ចឹងទៅវាទៅជាការយល់ច្រឡំគ្នាបាទទៅជាការបង្ហាញនៅអារម្មណ៍ដាក់គ្នាថាជីវិតខ្ញុំរស់អត់អ្នកក៏បានដែរបាទអាយ៉ាគ្នាទៀតអានឹងហើយជាឥទ្ធិពលនៃការមិនបង្ហាញនៅបំណងច្បាស់លាស់បាទយើងខំប្រឹង take care គេខ្លាំងមិនមែនដោយសារតែយើងបារម្ភខ្លាំងទេបាទបារម្ភគឺបារម្ភហើយតែយើងមានបំណងនៅពីក្រោយមួយទៀតគឺយើងចង់ឲ្យគេមើលយើងក្នុងផ្លូវវិជ្ជមានយល់ទេអានេះហើយដែលគេហៅថា fake love ឥឡូវទៅមើលឧទាហរណ៍មួយទៀតបាទរវាងខ្ញុំជាមួយនឹងមេខ្ញុំម្ដងអ្នកណាគេក៏ថាដែរថាខ្ញុំប្រកែកយកចិត្តមេរបស់ខ្ញុំហើយមេស្រឡាញ់ខ្ញុំមេឲ្យឱកាសខ្ញុំច្រើនជាងគេប៉ុន្តែដោយសារតែការតំណាក់តំណងរបស់ខ្ញុំជាមួយនឹងគាត់គឺមានគោលបំណងច្បាស់លាស់ខ្ញុំគ្រាន់តែចង់សងគុណទៅដល់បងប្រុសដែលគាត់បានបង្រៀនខ្ញុំដូចជាគ្រូតាំងពីខ្ញុំអត់ចេះអីសោះបាទហើយគាត់ក៏ដឹងដែរថា intention របស់ខ្ញុំនឹងអត់មានបំណងអីនៅពីក្រោយតែពីចង់សងគុណគាត់ទេបាទអញ្ចឹងហើយបានជាតំណាក់តំណងរបស់ពួកយើងល្អបាទខ្ញុំអត់ខ្លាចគេថាខ្ញុំយកចិត្តមេទេហើយមេក៏គាត់ដឹងដែរថាខ្ញុំមិនមែនយកចិត្តគាត់ទេវាគ្រាន់តែចង់សងគុណតែប៉ុណ្្នឹងទេឃើញភាពខុសគ្នាបាទឧទាហរណ៍ទាំងពីរនេះអាមួយតំណាក់តំណងជាមួយនឹងមនុស្សតែមានបំណងនៅពីក្រោយការតំណាក់តំណងផ្សេងទៅតែមួយទៀតតំណាក់តំណងដោយមាននៅគោលបំណងច្បាស់លាស់បាទជ្រះថ្លាតែកាលណាយើងតំណាក់តំណងដោយមានបំណងច្បាស់លាស់យើងអត់ខ្លាចគេនិយាយថាយ៉ាងម៉េចទេបាទហើយក៏មិនសូវគិតច្រើនដែរព្រោះវាចេញពីចិត្តរបស់យើងអញ្ចឹងអានេះហើយគឺជារឿងទី3ដែលអាចជួយឲ្យអ្នកហ៊ានធ្វើការតំណាក់តំណងជាមួយនឹងអ្នកដទៃការតំណាក់តំណងដោយមានបំណងច្បាស់លាស់មិនមានការលាក់បាំងបំណងនៅពីក្រោយខ្នងបើគ្រាន់តែមានបំណងចង់សួរសុខទុក្ខថាបងហ
ហូបបាយនៅអត់មានអីគួរឲ្យខ្លាចទៅនិយាយមួយគេទេតែបើទៅសួរគេថាបងហូបបាយនៅលាក់គោបំណងចង់ខ្ចីលុយគេអាហ្នឹងបានយើងស្ទាក់ស្ទើរមិនហ៊ាននិយាយមួយគេខ្លាចសរុបមកវិញបាទវីដេអូយើងគឺចាប់ហើយបាទអ្វីដែលពួកយើងចង់បង្ហាញអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺមានកត្តាច្រើនដែលវាធ្វើឲ្យយើងមិនអាចអភិវឌ្ឍនូវសមត្ថភាពក្នុងការទំនាក់ទំនងរបស់យើងបានប៉ុន្តែបើទោះបីជាកត្តារារាំងអ្វីក៏ដោយឲ្យតែអ្នកទាំងអស់គ្នាហ៊ានបោះជំហានដើរចេញមកនិយាយជាមួយនឹងមនុស្សខាងក្រៅ comfort zone របស់ខ្លួនឯងមួយថ្ងៃបន្តិចយូរទៅអ្នកទាំងអស់គ្នានឹងឃើញថាការចាប់ផ្ដើមនិយាយជាមួយនឹងអ្នកដទៃដូចជាងាយស្រួលជាងមុនដូចជាអត់ខ្លាចនិយាយជាមួយមនុស្សដូចមុនទេហើយពួកយើងក៏ចង់ឲ្យអ្នកទាំងអស់គ្នាយល់ដែរថាការផ្លាស់ប្ដូរនៅផ្នត់គំនិតទៅលើការប្រស័យតាក់ទងដូចជាការផ្ដល់តម្លៃឲ្យខ្លួនឯងឲ្យច្រើនជាងមុនកុំយកគ្រប់រឿងដាក់ខ្លួននិងការនិយាយដោយមានបំណងជ្រះថ្លាវាអាចជួយឲ្យអ្នកទាំងអស់គ្នាកាត់បន្ថយសម្ពាធក្នុងការចាប់ផ្ដើមនៅការនិយាយជាមួយអ្នកណាគេម្នាក់ហើយពួកយើងក៏សង្ឃឹមថាអា mindset ទាំង3នេះនឹងអាចជួយឲ្យអ្នកទាំងអស់គ្នាមានទំនាក់ទំនងជាមួយមនុស្សនៅក្នុងសង្គមបានច្រើនជាងមុនអញ្ចឹងពីពួកយើងរីកចម្រើនគ្រប់ពេលអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនារីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូមជូនពរឲ្យប្រិយមិត្តយើងគ្រប់រូបជួបតែសេចក្តីសុខសុវត្ថិភាពជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ